វិស្វកម្មទូរគមនាគមន៍និងអេឡិចត្រូនិកថ្ងៃនេះខ្ញុំនឹងមកបង្ហាញអំពីម៉ៅ Matter Analog ហើយនិង Matter Digital តើពីរនេះវាខុសគ្នាមិនហើយគេប្រើប្រាស់វាមិនមុននឹងចូលដល់ Matter Analog ហើយនិង Matter Digital យើងត្រូវមកស្គាល់ពាក្យថា Mic ឬក៏ Matter Mic គឺជាឧបករណ៍ដែលត្រូវបានរចនាឡើងដើម្បីវាស់បរិមាណផ្សេងៗចង្អុលបង្ហាញបរិមាណមួយដែលជាក់លាក់ដូចជា voltage circuit តង់ខ្យងចម្ងាយលំហូរកម្ពស់ជាដើមឧទាហរណ៍ទាក់ទងនឹង mic គឺមានច្រើនតែថ្ងៃនេះខ្ញុំលើកយកមកតែ3ទេគឺទាក់ទងនឹង ammeter voltmeter ហើយនិង multimeter ឧបករណ៍វាស់ឬក៏គេហៅថា mic ហ្នឹងត្រូវបានបែងចែកចេញជាពីរចម្បងគឺ analog និង digital ដែលយើងនឹងបកស្រាយនៅ slide បន្ទាប់ឥឡូវយើងនិយាយទាក់ទងទៅនឹង multimeter ឧបករណ៍វាស់ចរន្តអគ្គិសនីប្រភេទ multimeter គឺជាឧបករណ៍វាស់អេឡិចត្រូនិកដែលអាចប្រើប្រាស់បានច្រើនមុខងារដែលប្រើសម្រាប់ដោះស្រាយបញ្ហាប្រព័ន្ធអគ្គិសនីដោយវាស់វ៉ុល AC DC ចរន្តនិងរេស្តង់ឧបករណ៍វាស់ចរន្តអគ្គិសនីប្រភេទ Digital ដូចជា DMM គឺជាឧបករណ៍ស្តង់ដារដែលមានលក្ខណៈ Digital សម្រាប់ការអានលក្ខណៈសម្បត្តិអគ្គិសនីបានយ៉ាងច្បាស់និងអាចទុកចិត្តបាននៅក្នុងគម្រោង DIY ការជួសជុលរថយន្តនិងកម្មវិធីឧស្សាហកម្មចំពោះតាក់ទងទៅនឹង Multimeter ហ្នឹងវាមានសារៈសំខាន់ច្រើនដែរពីព្រោះអីវាអាចដោះស្រាយបញ្ហាអគ្គិសនីផ្សេងៗបានដូចជាការវាស់ចរន្តវាស់តាក់ទងទៅនឹងរេស្តង់ហើយវាក៏អាចជួយដល់ការវាស់ចរន្តទៅក្នុងឧស្សាហកម្មធំៗដូចជាការជួសជុលរថយន្តវាក៏អាចធ្វើបានដែរអញ្ចឹងគឺវាមានសារៈសំខាន់ច្រើនដែរតោះឥឡូវយើងនឹងចូលទៅ slide បន្ទាប់ឥឡូវយើងនឹងនិយាយទាក់ទងនឹង ammeter ឬក៏អំពែម៉ែត្រអំពែម៉ែត្រគឺជាឧបករណ៍មួយដែលប្រើសម្រាប់វាស់ចរន្តអគ្គិសនីនៅក្នុងសៀគ្វីដែលបង្ហាញជាអំពែដើម្បីដំណើរការបានត្រឹមត្រូវវាត្រូវតែភ្ជាប់ជាស៊េរីជាមួយសមាសធាតុដែលកំពុងវាស់ដែលមានភាពធន់ទ្រាំទាបបំផុតដើម្បីការពារការប៉ះពាល់ដល់សៀគ្វីពួកវាមានសារៈសំខាន់សម្រាប់ត្រួតពិនិត្យកម្រិតចរន្តការដោះស្រាយបញ្ហានិងធានាសុវត្ថិភាពអញ្ចឹងទាក់ទងទៅនឹងអំពែម៉ែត្រវាអាចបានគេអាចនិយាយបានថាអំពែម៉ែត្រគឺជាឧបករណ៍មួយដែលប្រើសម្រាប់វាស់ចរន្តអគ្គិសនីក្នុងសៀគ្វីផ្សេងៗនេះគឺទាក់ទងទៅនឹងអំពែម៉ែត្រអំពែម៉ែត្រគឺវាមានទាក់ទងទៅនឹងប៉ូពីរគឺប៉ូដកនិងប៉ូបូកហើយវាភាគច្រើនគឺវាខុសគ្នាទៅនឹង voltage ដែលនៅខាងក្រោមនេះគឺជា voltage អំពែម៉ែត្រគឺវាវាស់ចរន្តគឺវាងាយស្រួលជាងទៅនឹង voltage ពីព្រោះតែវាមានតម្លៃលេខមួយដែលច្បាស់លាស់ហើយភាគច្រើនគឺគេវាភ្ជាប់ជាមួយនឹងស៊េរីពីព្រោះតែបើយើងភ្ជាប់ទៅនឹងផ្នែកគឺវាអាចនឹងឆេះឬក៏ធ្វើវាខូចហើយវាមានសារៈសំខាន់ច្រើនដែរគឺវាអាចត្រួតពិនិត្យកម្រិតចរន្តដោះស្រាយបញ្ហានិងសុវត្ថិភាពផ្សេងៗចឹងតកតងទៅនឹង voltmeter វិញ voltmeter គឺជាឧបករណ៍មួយដែលប្រើសម្រាប់វាស់ភាពខុសគ្នានៃសក្តានុពលអគ្គិសនីរវាងចំនួន2នៅក្នុងសៀគ្វីអគ្គិសនីវាភ្ជាប់ស្របគ្នាជាមួយធាតុសៀគ្វីដែលកំពុងវាស់វាមានលក្ខណៈពិសេសនិងភាពធន់ខាងក្នុងខ្ពស់ខ្លាំងដើម្បីកាត់បន្ថយការទាញចរន្ត voltmeter មានប្រភេទ analog ឧទាហរណ៍ PMMC ឬ Digital DVM សម្រាប់វាស់ AC និង DC អញ្ចឹងតាក់ទងទៅនឹង voltmeter ឬក៏ voltmeter វាគឺជាឧបករណ៍ដែលមានលក្ខណៈខុសពីទៅនឹង meter ammeter ឬក៏អំពែម៉ែត្រហ្នឹងឯងទី1គឺលក្ខណៈខុសគ្នាយើងអាចមើលរូបបានគឺចំពោះ voltmeter គឺ
វាមានការលោតលេខជាអក្សរមួយដែលយើងបានសរសេរឬក៏ទាក់ទងហៅថាលេខមួយដែលយើងបានកំណត់ចំណាំមកលើវាតែចំពោះទាក់ទងទៅនឹងអំពែម៉ៃគឺវាខុសគ្នាគឺវាលោតតម្លៃលេខជា digital តាមពិតទៅអា voltmeter នេះគឺវាក៏មាន digital ដែរដូចที่ខ្ញុំបានរៀបរាប់ខាងលើនេះប៉ុន្តែខ្ញុំបានដាក់រូបនៅក្នុងហ្នឹងហើយចំពោះ voltmeter វាភ្ជាប់គ្នាជាមួយនឹង circuit ដែលមានលក្ខណៈពិសេសហើយវាធ្ងន់ជាងហើយនៅខ្លាំងជាងammeter តោះយើងចូលទៅដល់ slide បន្ទាប់គឺទាក់ទងទៅនឹងឧបករណ៍អាណាឡូកតើឧបករណ៍អាណាឡូកមានអីខ្លះមានលក្ខណៈសម្បត្តិអ្វីខ្លះអញ្ចឹងទាក់ទងទៅនឹងឧបករណ៍អាណាឡូកម៉ែត្រអាណាឡូកតំណាងឲ្យទិន្នន័យដោយប្រើមេឃដ្ឋានបន្តពួកវាជាធម្មតាប្រើមជ្ឈលឬត្រូនិកដែលរំកិលលើប្រអប់លេខដែលបានបោះពុម្ពវាដំណើរការដោយផ្អែកលើចលនាអគ្គិសនីដែលបង្កើតជាដែនម៉ាញ៉េទិកដើម្បីរុញច្រានត្រូនិកឲ្យមានចលនាឧទាហរណ៍ដូចជា voltmeter និង ammeter អញ្ចឹងតកតងទៅនឹងឧបករណ៍ខាងលើដែលខ្ញុំបានរៀបរាប់មកហ្នឹងគឺវាមានដូចជា ammeter និង voltmeter វាគឺជាប្រភេទ analog ទាំងពីរពីព្រោះវាមានទីមួយមានត្រូនិកចំពោះ voltmeter គឺវាមានត្រូនិកនីយការនេះដូចយើងរៀបរាប់យ៉ាងហ្នឹងយើងមានត្រូនិកនីយការឬក៏មានតម្លៃលេខមួយដែលច្បាស់លាស់អញ្ចឹងចំពោះការប្រើប្រាស់ភាគច្រើនគឺប៉ោះផ្អែកទៅលើរចនារបស់ DR solar ដែលចរន្តដែលហូរតាមរបងក្នុងដែនម៉ាញ៉េទិកបង្កើតកម្លាំងបង្វិលជុំរំកិលម្ជុលលក្ខណៈសំខាន់ការតាមដានប្រែប្រួលល្អបំផុតសម្រាប់ការមើលនិទានការឬការប្រែប្រួលឆាប់រហ័សនៃសញ្ញាដូចជាការឡើងចុះនៃវ៉ុលនិងលើលេខអ៊ីក្រង់ digital អាចនឹងលោតញាប់ពេករហូតមើលមិនទាន់យើងវាក៏មានលក្ខណៈសម្បត្តិហើយនិងលក្ខណៈពិគុណនិងលក្ខណៈសម្បត្តិនិងលក្ខណៈគុណវិបត្តិផងដែរមិនត្រូវការថាមពលខាងក្រៅសម្រាប់តែការវាស់វល់និងចរន្តវាមិនត្រូវការថ្មឡើយលើកលែងតែការវាស់តង់ចុះអគ្គិសនីងាយនឹងមានកំហុសក្នុងការអានប្រសិនបើអ្នកមើលមិនចំពីមុខនិងមិនមានសុក្រឹតភាពជាង digital ទេអញ្ចឹងទាក់ទងនឹងលក្ខណៈរបស់ analog គឺវាមានគុណសម្បត្តិនិងគុណវិបត្តិចំពោះគុណសម្បត្តិគឺវាមិនត្រូវការថាមពលទេមានថាវាត្រូវការថាមពលដើម្បីសាកយើងគ្រាន់តែអាចបើនិយាយស្រួលយល់ទៅគឺយើងគ្រាន់តែទិញថ្មមួយដែលគ្មានខ្សែយើងអាចដាក់ចូលប្រើប្រាស់វាបានតែចំពោះគុណវិបត្តិវិញគឺទាក់ទងនឹងការប្រែប្រួលទាក់ទងនឹងការប្រែប្រួលគឺដូចដែលយើងបាននិយាយហ្នឹងគឺវាប្រើប្រាស់ត្រូនិកដែលចង្អុលឲ្យចង្អុលទំនិញនោះឲ្យមានចលនាដោយប្រើប្រាស់ដែនម៉ាញ៉េទិកយ៉ាងចំពោះនៅពេលដែលយើងប្រើ analog ក៏ប្រើសម្រាប់វាស់អ្វីមួយដោយប្រើប្រាស់ឧបករណ៍ analog គឺការចង្អុលរបស់វាគឺវាអត់សូវសុក្រឹតទេពីព្រោះអីដោយសារតែទីមួយយើងពិបាកមើលដូចក្នុងរូបនេះចឹងគឺតម្លៃលេខវាអត់ដូច digital ទេ digital គឺវាលោតលេខមកតែនេះយើងត្រូវមើលវាឬក៏យើងត្រូវអានវាអញ្ចឹងទីមួយគឺវាអត់ script ហើយការអាននៅពេលដែលយើងអានខុសក៏វាអត់ script ដែរតែវាមានគុណសម្បត្តិគឺដោយសារតែវាអត់ត្រូវការថាមពលខាងក្រៅទេតោះឥឡូវយើងនឹងចូលទៅដល់មួយទៀតគឺទាក់ទងនឹងឧបករណ៍ digital ម៉ែត្រ digital បំលែងសញ្ញាអាណាឡូកទៅជាតម្លៃលេខដាច់ពីគ្នាតែបង្ហាញនៅលើអេក្រង់ LCD និង LED ពីដំណើរការដោយប្រើប្រាស់ស៊ីគ្វីអេឡិចត្រូនិកនិងឧបករណ៍បំលែងសញ្ញាពីអាណាឡូកទៅ digital RCDC ឥឡូវខ្ញុំសេខុសហើយប្រហែលដើម្បីបង្ហាញតម្លៃជាតួលេខលក្ខណៈសំខាន់ភាពជាក់លាក់ខ្ពស់ផ្ដល់តម្លៃច្បាស់លាស់ដល់ខ្ទង់ទស្សភាគនិងការបន្ថយកំហុសរបស់មនុស្សក្នុងការមកដោះស្រាយដោយលុបបំបាត់ការប៉ាន់ស្មាន
ការស្មាននៃការអានរវាងបន្ទាត់ការវាស់ដោយស្វ័យប្រវត្តិម៉ែត្រ Digital ទំនើបភាគច្រើនអាចរកឃើញមជ្ឈដ្ឋានត្រឹមត្រូវសម្រាប់ការវាស់វែងដោយស្វ័យប្រវត្តិលក្ខណៈពិសេសបន្ថែមពួកវាច្រើនតែរួមបញ្ចូលការកត់ត្រាទិន្នន័យ Data Logging មុខងារសង្កត់និងសមត្ថភាពក្នុងការវាស់ស្ទង់សមត្ថភាព Frequency ការវាស់ស្ថានភាពនិង Capacitance ចឹងចំពោះdigital meter ឬក៏ mic digital ហ្នឹងគឺវាពីច្រើនគឺបំលែងសញ្ញាដូចតែយើងបាននិយាយតាក់ទងទៅនឹង analog គឺ analog គឺគេប្រើប្រាស់ទនិចតែចំពោះ digital meter គឺវាអត់ប្រើប្រាស់ទនិចទេគឺវាប្រើប្រាស់លេខមួយដែលបង្ហាញនៅលើ LED ដែលយើងបានឃើញចឹងធ្វើឲ្យវាងាយស្រួលក្នុងការមើលហើយវាអាចធ្វើឲ្យយើងច្រឡំបានទេនិយាយទៅគឺវាសុក្រឹតភាពជាងតាក់ទងទៅនឹងអឺ analog គឺវាសុក្រឹតទេព្រោះយើងពិបាកក្នុងការមើលពិបាកក្នុងការអានតែចំពោះ digital គឺវាអត់សូវពិបាកទេគឺវាលើកតម្លៃលេខមួយដែលធំច្បាស់លាស់ឲ្យយើងហ្មងហើយវាក៏មានខ្ទង់ទស្សនវិជ្ជាផងដែរចំពោះឧបករណ៍ digital ហ្នឹងគឺវាដំណើរការតែនៅលើ sequence ទនិចទេហើយនៅឧបករណ៍បំលែងសញ្ញាពី analog digital ដើម្បីបង្ហាញពីតម្លៃលេខចំពោះគុណវិបត្តិវាវិញគឺវាប្រើប្រាស់ថាមពលខាងក្រៅវាខុសគ្នាអំពី analog គឺយើងប្រើប្រាស់ថាមពលខាងក្រៅទេគ្រាន់តែយើងមានអាគុយឬក៏ថ្មប៉ូយមួយទៅគឺយើងអាចប្រើប្រាស់វាបានដែរចំពោះ ammeter គឺយើងប្រើប្រាស់ថាមពលខាងក្រៅហើយចំពោះលក្ខណៈពិសេសបន្ថែមចំពោះវាគឺទី1វាអាចកត់ត្រាទិន្នន័យផ្សេងៗបានមិនត្រឹមតែអាចវាស់ចរន្តថាវាមានតម្លៃប៉ុន្មានមានតម្លៃលេខប៉ុន្មានទេគឺវាអាចកត់ត្រាទិន្នន័យនោះបានទៀតហើយវាក៏អាចវាស់សមត្ថភាពជាច្រើនទៀតដូចជា Frequency ក៏វាអាចវាស់បានវាស់ស្ថានភាពហើយនិង Capacitance ក៏វាអាចវាស់បានដែរតោះយើងចូលដល់ចំណុចបន្ទាប់ទៀតគឺតើតើនឹងការប្រៀបធៀបថាពីរនេះវាខុសគ្នាមិនចំពោះ mic analog ប្រើប្រាស់មជ្ឈលត្រូនិចខ្នាតរង្វាស់ស្កស្កាលតែបើយើង digital គឺវាបង្ហាញតម្លៃលេខលើអេក្រង់អញ្ចឹងគឺវាខុសគ្នាពីរហ្នឹងទី1ប្រើប្រាស់មជ្ឈលនេះគឺវាប្រើប្រាស់មជ្ឈលគឺតែទៅនឹង analog ហើយចំណែក digital គឺវាប្រើប្រាស់តម្លៃលេខបង្ហាញលើអេក្រង់ការអានអាស្រ័យលើការមើលរបស់មនុស្សងាយអានមិនចាំបាច់បានស្មានយើងដូចយើងបានដឹងអញ្ចឹងចំពោះ analog បើអ្នកទាំងអស់គ្នាផ្នែកអត់និយោគទេគឺអ្នកគ្នាអាចប្រើប្រាស់ analog ក៏បានដែរតែចំពោះអ្នកដែលផ្នែកកសោយគឺនៅពេលដែលគាត់ប្រើប្រាស់ analog គឺធ្វើឲ្យគាត់ពិបាកពីព្រោះអីចំពោះ analog គឺយើងត្រូវពិនិត្យមើលវាឲ្យច្បាស់លាស់ខ្លាំងទៅនឹងខ្លាំងជាង digital ចំពោះ digital គឺវាលុបតម្លៃលេខមកស្រាប់បងនិយាយទៅគឺវាធ្វើឲ្យយើងងាយស្រួលក្នុងការមើលដែរแล้วលក្ខណៈទី3ភាពចំពោះ analog គឺភាពត្រឹមត្រូវទាបជាងអាចមានកំហុសចំពោះ digital គឺត្រឹមត្រូវនិងមកចុចខ្ពស់ដូចដែលខ្ញុំបាននិយាយហ្នឹងគឺពីច្រើនគឺអាស្រ័យលើមនុស្សទេបើយើងមើលទៅផ្នែករបស់យើងគឺវាល្អគឺយើងមើលទៅគឺវាអត់ងាយតាក់នឹងខុសទេតែបើយើងផ្នែកយើងសោយពេលយើងប្រើប្រាស់ analog គឺវាមានគុណវិបត្តិច្រើនជាងប្រើប្រាស់ digital ចំពោះ analog គឺមិនត្រូវការថាមពលខាងក្រៅគឺថ្មដូចខ្ញុំបាននិយាយអញ្ចឹងចំពោះ digital គឺត្រូវការថ្មឬថាមពលអគ្គិសនីanalog គឺល្អសម្រាប់មើលនិងការប្រែប្រួលបន្តតែ digital ល្អសម្រាប់ការវាតម្លៃលេខច្បាស់លាស់ជាងចំពោះanalog ភាគច្រើនគឺគេប្រើប្រាស់វាសម្រាប់អ្វីមួយដែលប្រែប្រួលខ្លាំងបើយើងចង់ដឹងថាតម្លៃលេខនឹងប្រែប្រួលខ្លាំងប៉ុន្មានឃើញតម្លៃលេខប៉ុន្មានសម្រាប់ធ្វើការគណនាអីគឺយើងប្រើប្រាស់ digital ត្រឹមត្រូវតែបើយើងគ្រាន់តែចង់ដឹងថាវាប្រែប្រួលកម្រិតណាប្រែប្រួលពីម៉ានហើយអ្វីបើវាប្រែប្រួលប៉ុណ្ណឹងគឺយើងប្រើប្រាស់
analog គឺវាល្អជាង digital ព្រោះ digital គឺយើងប្រើប្រាស់វាគ្រាន់តែបង្ហាញអំពីតម្លៃលេខ1សម្រាប់យកទៅធ្វើការគណនាអីក៏រកអីផ្សេងៗជាដើមមួយទៀតគឺតកតទៅនឹង analog គឺវាតម្លៃថោកនៅរចនាសាមញ្ញហើយមានផ្នែករចនាអាចខូចបានងាយអាចនឹងខូចចំពោះ digital វិញគឺតម្លៃថ្លៃជាង Mac analog មិនមានផ្នែករចនាធន់ជាងអញ្ចឹងចំពោះanalog គឺវាមានតម្លៃថោកប៉ុន្តែគឺវាអត់សូវមានស្កិតភាពទេគឺវាអាស្រ័យមានកំហុសចំពោះ analog វិញគឺបីជាវាមានតម្លៃថ្លៃមែនប៉ុន្តែវាស្កិតភាពជាងសម្រាប់វិស្វករដែលពួកគាត់ចង់ធ្វើការគណនាតម្លៃឬក៏រកតម្លៃតង់ស្យុងឬក៏ចរន្តផ្សេងៗច្រើនគឺគាត់ប្រើប្រាស់ digital ព្រោះទីមួយវា script ហើយតម្លៃលេខវាច្បាស់លាស់ជាង analog មកដល់យើងចូលដល់បន្ទាប់ទៀតចប់បាត់ហើយយ៉ាងជាចុងក្រោយសូមអរគុណទៅដល់អ្នកនរគ្នាដែលបានចំណាយពេលវេលាក្នុងការស្ដាប់វីដេអូនេះជួបគ្នានៅពេលក្រោយទៀតជម្រាបលា